ខ្ញុំជាមេតបដ៏អស្ចារ្យនាពេលបច្ចុប្បន្នមេបញ្ជាការកងទ័ពអធិរាជលីជីងឡុងឈប់站住！តើអ្នកជាមេតបដ៏អស្ចារ្យនាពេលបច្ចុប្បន្នមែនទេខ្ញុំគ្រាន់តែធ្វេសប្រហែសមួយផ្លែតប៉ុណ្ណោះយកលំពែងមួយទៀតមកឲ្យគាត់យកវាចេញខ្ញុំប្រាប់អ្នកថាស៊ូឆៃរិនបានបង្កប់ខ្ញុំហើយឥឡូវនេះកងទ័ពជីជុនទាំងអស់បានស្ថិតនៅក្រោមការបញ្ជារបស់ខ្ញុំហើយគ្មាននរណាម្នាក់នឹងរារាំងកងទ័ពចិនបៃឡើយ苏才人，ស៊ូឆៃរិនបានប្រាប់អ្នកឲ្យទៅសាលថៃជីជាបន្ទាន់ព្រះចៅអធិរាជរបស់អ្នកខ្ញុំហើយដាក់រីស៊ូឆៃរិនតើស្រីល្ងងនោះបាននិយាយអ្វីទៀតហ៊ានណាស់អ្នកហ៊ានខ្ញុំឲ្យអ្នក3ដងប្រសិនបើអ្នកនិយាយរឿងមិនសមហេតុផលទៀតខ្ញុំនឹងសម្លាប់អ្នកដោយលំពែងមួយខ្ញុំជាមេបញ្ជាការកងទ័ពហាមឃាត់ដែលត្រូវបានតែងតាំងដោយអធិរាជផ្ទាល់ដែលជាអ្នកទុកចិត្តរបស់ព្រះអង្គម្ចាស់ទី3ម៉ូជីនយៀនអ្នកថែមទាំងមិនស្ដាប់ពាក្យរបស់ស៊ូថៃរិនផងស៊ូថៃរិនមិនមែនជាស្រីល្ងងនោះទេបានបង្កប់ខ្ញុំឲ្យរងចាំរហូតដល់ឧត្តមសេនីយ៍មកបង្ខំអធិរាជឲ្យដាក់រាជឲ្យព្រះអង្គម្ចាស់ទី3បន្ទាប់មកខ្ញុំនឹងដឹកនាំទាហានលាក់កំបាំងដោយពូថៅដើម្បីសម្លាប់អ្នកទាំងអស់គ្នា